សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នារឿងនិទានខ្មោចរបស់យើងនៅក្នុងយប់នេះគឺជាបទពិសោធន៍ដ៏រន្ធត់មួយពីបងប្រុសម្នាក់ឈ្មោះថាបងប្រុសថេរ៉ាដល់បងថេរ៉ាគាត់ថាអំឡុងពេលដែលគាត់រៀនសាកលវិទ្យាល័យពេលហ្នឹងឆ្នាំទី3ហើយគាត់ទៅនេពេលបាកងហ្នឹងគាត់ក៏ទៅលេងផ្ទះមកគាត់ដែលនៅស្រុកហ្នឹងហើយគាត់ថាអំឡុងពេលដែលគាត់ទៅលេងផ្ទះមកគាត់ហ្នឹងគាត់បានជួបនៅរឿងរ៉ាវដ៏នឹកស្មានមិនដល់ហើយមិនធ្លាប់ឮមួយគឺនៅក្នុងភូមិរបស់គាត់ហ្នឹងមានធ្មប់ហើយធ្មប់ហ្នឹងគឺមិនមែនស៊ីសំណែនស៊ីគ្រឿងក្នុងអីដូចធ្មប់ទូទៅដូចដែលយើងធ្លាប់ឮណាគឺថាធ្មប់នៅក្នុងភូមិរបស់បងតារាហ្នឹងគឺស៊ីឈ្មោះបងប្អូនដែលឮធ្មប់ស៊ីឈ្មោះអញ្ចឹងមកបងប្អូនចឹងដឹងថាតើធ្មប់ស៊ីឈ្មោះហ្នឹងវាចម្លែកបែបណាហើយវាស៊ីរបៀបណាតោះឥឡូវយើងកុំអោយខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងពេញរបស់បងតារាទាំងអស់គ្នាបងតារាគាត់ថារឿងរ៉ាវរបស់គាត់ហ្នឹងគឺបានកើតឡើងយូរដែរហើយកាលពីឆ្នាំ2013ហើយកាលហ្នឹងបងតារាគាត់រៀននៅពេញហ្នឹងគឺគាត់រៀននៅឆ្នាំទី3ហើយសុខកំណត់របស់គាត់នៅពោធិ៍សាត់ហើយផ្ទះនៅពោធិ៍សាត់ហ្នឹងគឺមានតាម៉ាក់គាត់នៅតែឯងទេគឺថាប៉ាមកគាត់នឹងស្លាប់ចោលតាំងពីបងតារានៅក្មេងហើយបងតារាហ្នឹងគឺជាកូនតូទៀតអញ្ចឹងពេលដែលបងតារាមិននៅម៉ាក់មកគាត់ហ្នឹងក៏នៅតែឯងអញ្ចឹងណាប្រើជីវិតដូចអ្នកស្រុកអ្នកភូមិទូទៅធ្វើស្រែចម្ការលក់ដូរអីតិចតួចអញ្ចឹងទៅហើយបងតារាគាត់ដូចថាអត់សូវបានទៅលេងផ្ទះទេតោះតែពេលថ្ងៃណាបានឈប់យូរថ្ងៃឬមួយក៏ខាងសាលាហ្នឹងគេវាកងអីបានបងតារាហ្នឹងគាត់បានទៅលេងម៉ាក់មកគាត់ហើយផ្ទះរបស់គាត់ហ្នឹងគឺនៅពោធិ៍សាត់យើងហ្នឹងហើយបងតារាគាត់ថារហូតមកដល់ថ្ងៃមួយខាងសាលារបស់គាត់ហ្នឹងក៏វាកងហើយបងតារាក៏ឆ្លៀតពេលហ្នឹងគាត់ធ្វើដំណើរទៅលេងផ្ទះរបស់គាត់ទៅហើយគាត់ថាអញ្ចេះផ្ទះរបស់បងតារានៅពោធិ៍សាត់ហ្នឹងគឺជាផ្ទះនៅក្នុងដូចថាភូមិស្រុកស្រែជនបទអញ្ចឹងណាហើយថានៅក្នុងភូមិហ្នឹងស្គាល់គ្នាគ្រប់គ្នាពីដើមភូមិដល់ចុងភូមិមិនដូចយើងនៅតាមទីក្រុងជួនកាលផ្ទះនឹងក្បែរគ្នាអត់ស្គាល់គ្នាណាអត់ទេបងតារាគាត់ស្គាល់ទាំងអស់ហើយគាត់ថាភូមិរបស់គាត់ហ្នឹងពីដើមដល់មកគឺអ៊ូអរណាស់ពេលដែលគាត់មកលេងផ្ទះម្ដងអីល្ងាចឡើងឃើញមានមនុស្សអ៊ូអរនឹងតាមផ្លូវខ្លះក៏អង្គុយផឹកស៊ីមុខផ្ទះអង្គុយនិយាយគ្នាលេងអង្គុយអញ្ចឹងទៅខ្លះអង្គុយរត់ចៃលើកម្មយដាតែបងប្អូនធ្លាប់ឃើញអញ្ចឹងអញ្ចឹងបងតារាគាត់ថាថ្ងៃហ្នឹងគាត់ជិះឡានពីពេញហ្នឹងមកដល់ចំណតឡានដែលនៅក្បែរផ្ទះរបស់គាត់ហើយគាត់ត្រូវជិះម៉ូតូឌុបមកជន់ទៀតណាជិះមួយជើងទៀតបានមកដល់ផ្ទះរបស់គាត់ហ្នឹងហើយបងតារាគាត់ថាពេលដែលជិះមកដល់ក្នុងភូមិហ្នឹងស្រាប់តែបងតារាគាត់ឃើញរឿងដូចចម្លែកមួយលក្ខណៈថាគឺទៅតែម៉ោង5ជាងអីទេប៉ុន្តែក្នុងភូមិរបស់គាត់នោះស្ងាត់ឈឹងដូចអត់មានមនុស្សនៅក្នុងភូមិអញ្ចឹងប៉ុន្តែឃើញមានកង់មានម៉ូតូមានខោអាវមានអីគេបយូមានហាវមានអីនឹងតាមមុខផ្ទះតាមអីដែរតែប្លែកគាត់ថាអត់មានឃើញមនុស្សយើងនឹងអង្គុយលេងមុខផ្ទះឬមួយក៏ដើរទៅណាទៅណីអញ្ចឹងណាអញ្ចឹងអាហ្នឹងវាជារឿងចម្លែកមួយហើយស្រាប់តែពេលជិះមកជិតដល់ផ្ទះរបស់គាត់ហ្នឹងក៏ស្រាប់តែឃើញមានផ្ទះរបស់មីងម្នាក់គាត់មកសាកអាវបងប្អូននេះចាយើងបោកស្ងួតពីថ្ងៃហើយយើងមិនចេញមកសាល្ងាចឡើងប៉ុន្តែគាត់មិនមែនសាម្ដងមួយដូចយើងណាគាត់លេងម្ដងលេងកញ្ឆក់ក៏អាវកញ្ឆក់ហើយរត់ឡើងទៅផ្ទះប្រុយហើយដល់ពេលទាំងយើងទាំងបងតារាឃើញអញ្ចឹងយើងមិនចម្លែកក្នុងចិត្តមែនទេហេតុអីក៏អញ្ចឹងមីងហ្នឹងគាត់ខ្លាចអីគេឬមួយក៏នៅក្នុងភូមិគាត់ហ្នឹងវាមានហេតុការអីមិនសូវស្រួលអញ្ចឹងពេលដែលបងតារាគាត់ជិះមកចូលដល់ក្នុងផ្ទះរបស់គាត់ក៏មកអោបម៉ាក់មកគាត់ហើយនិយាយគ្នាតាមភាសាដែលម៉ាក់កូនបីគ្នាយូរអញ្ចឹងណាគួយនិយាយគ្នាលេងអញ្ចឹងទៅហើយដួសបាយដួសអីមកហូបហើយអំឡុងពេលដែលគាត់ហូបបាយពីអ្នកម៉ាក់មកគាត់ហ្នឹងណាបងតារាគាត់ក៏នឹកឃើញសួរម៉ាក់មកគាត់ពីរឿងចម្លែកក្នុងភូមិដោយបងតារាគាត់ថាម៉ាក់នៅក្នុងភូមិយើងហ្នឹងកើតអីមិនបានទើបតែម៉ោង4ម៉ោង5សោះមនុស្សលេងចូលដេកស្ងាត់ឈឹងអញ្ចឹងហើយពេលជិតមកដល់ផ្ទះហ្នឹងស្រាប់តែឃើញមិញនោះគាត់លេងរត់មកកញ្ឆក់ក៏អាវហើយឡើងទៅផ្ទះប្រុយដូចគាត់បញ្ញាប់អីឬមកក៏គាត់ខ្លាចអីមួយយ៉ាងអញ្ចឹងណាហើយបានពេលហ្នឹងម៉ាក់បងតារាគាត់នៅស្ងៀមមកទទួលហើយគាត់ធ្វើមុខលងមមមកបន្ទាប់មកគាត់មើលឆ្វេងមើលស្ដាំណាហើយបានគាត់អោនមកខ្សឹបដាក់បងតារាសិតតែខ្សឹបទៀតណាហើយនៅក្នុងផ្ទះរបស់ខ្លួនឯងសោះហ្នឹងគាត់ថានៅក្នុងភូមិហ្នឹងឥឡូវហ្នឹងគឺមានជំងឺមួយដែលជាជំងឺឆ្លងតគ្នាអញ្ចឹងបងតារាគាត់ទៅលើប៉ុណ្ណឹងគាត់និយាយកាត់ម៉ាក់គាត់ថាម៉ាក់ជំងឺអីគេឆ្លងអីគេជំងឺសាហាវអត់បានម៉ាក់មកគាត់ហ្នឹងប្រាប់ថាវាគឺជាជំងឺបាត់ការចងចាំជំងឺវែងវាន់ហើយបងតារាគាត់ថាគាត់តែអញ្ចឹងសោះខ្ញុំស្មានថាជំងឺឆ្លងមកពីណា
អាហ្នឹងវាជារឿងទូទៅទេម៉ាក់មនុស្សតែចាស់គាត់តែងតែវិញគាត់តែងតែភ្លេចខ្លះហើយវាអត់មានរឿងអីចម្លែកទេណាហើយអាហ្នឹងវាមិនឆ្លងទេដោយថាដល់អាយុដែលវាទៅកើតគឺវាកើតហ្មងប៉ុន្តែម៉ាក់បងតារាគាត់ថាមិនមែនទេអាហ្នឹងមិនមែនជាជំងឺតាមធម្មជាតិទេវាគឺជាដូចថាតកតងទៅនឹងរឿងអបិយជំនឿរឿងមន្តអាគមអញ្ចឹងណាម៉ាក់បងគាត់ជឿតែអញ្ចឹងហើយមួយទៀតម៉ាក់បងតារាណាហាមថាអញ្ចេះគឺកុំឲ្យទៅពាក់ព័ន្ធអីជាមួយនឹងយាយម៉ៅឲ្យសោះបងតារាគាត់ស្គាល់យាយម៉ៅហ្នឹងគឺជាមនុស្សឈួតម្នាក់នៅក្នុងភូមិហ្នឹងគាត់ដើររើសរបស់របរតាមថ្នល់ស្អីក៏រើសដែរឡាគណៈបកជ្រូនហ្នឹងក៏គាត់រើសឃើញឈើឃើញដែកឃើញសម្រាមអីតាមផ្លូវក៏គាត់រើសដែរកាន់សប៊ីងសពងដូចមនុស្សឈួតដូចដែលយើងធ្លាប់ឃើញអញ្ចឹងគឺអញ្ចឹងហើយហើយម៉ាក់បងតារាណាហាមថាបើឃើញយាយម៉ៅហ្នឹងកុំទៅនិយាយកុំទៅពាក់ព័ន្ធអីជាមួយគាត់ឲ្យសោះនៅឆ្ងាយពីយាយម៉ៅហ្នឹងទៅហើយបងតារាគាត់ក៏សួរថាចុះយាយម៉ៅហ្នឹងគាត់កើតអីប៉ុន្តែម៉ាក់គាត់អត់ប្រាប់ទេណាគាត់គ្រាន់តែបញ្ជាក់ថាកុំឲ្យទៅពាក់ព័ន្ធហើយហាមដាច់ខាតមិនឲ្យនិយាយជាមួយនឹងយាយម៉ៅហ្នឹងទេហើយបងតារាគាត់ក៏អូខេមិនឲ្យនិយាយគាត់ក៏មិនទៅពិបាកដែរគាត់មិនមែនជាមិត្តភក្តិរបស់យាយម៉ៅហ្នឹងឯណាមែនទេហើយបន្ទាប់ពីញ៉ាំបាយហើយបងតារាគាត់ក៏អង្គុយលេងអង្គុយនិយាយគ្នាលេងជាមួយម៉ាក់គាត់ហ្នឹងធម្មតារហូតទៅដល់យប់ឡើងបានគាត់ងុយទឹកហើយឡើងទៅដេកនៅលើផ្ទះហើយផ្ទះរបស់បងតារាហ្នឹងគឺជាផ្ទះឈើលើខ្ពស់ផុតពីដីគួរសមប្រក់ក្បឿងហើយនៅលើផ្ទះហ្នឹងអត់មានបន្ទប់ទឹកអត់មានអីទេមានតែកថៅហ្នឹងបើយើងចង់បត់ជើងធំអីតោះតែយើងចុះមកក្រោមផ្ទះអញ្ចឹងបងតារាគាត់ថាយប់ហ្នឹងគាត់ដេកតាមធម្មតាអត់មានចម្លែករឿងអីទេហើយគាត់ថាស្រាប់តែគាត់ភ្ញាក់មកម្ដងទៀតពេលហ្នឹងគឺគាត់មើលម៉ោងទៅម៉ោង3កន្លះហើយគាត់ភ្ញាក់មកហ្នឹងដោយសារតែឮសូរសលេងលូនៅក្រោមផ្ទះហ្នឹងហើយគាត់ថាសលេងហ្នឹងគឺគាត់ស្ដាប់បានហ្មងថាជាសលេងម៉ាក់របស់គាត់ប៉ុន្តែអត់ដឹងថាគាត់និយាយជាមួយណាគេហើយនិយាយពីអីស្ដាប់អត់បានតែឮសូរលូមកហើយគាត់ថាពេលដែលភ្ញាក់មកហ្នឹងគាត់ឈឺបត់ជើងធំល្មមគាត់ចង់ចុះទៅបត់ជើងផងហើយណាមួយទៀតគាត់ចង់ចុះទៅមើលម៉ាក់គាត់ផងថាទៅធ្វើអីមក3ជាងហ្នឹងគាត់ចុះមកបត់ជើងដែរមែនឬមួយក៏គាត់ចុះមករៀបចំចង្ហាន់ដើម្បីដាក់ចង្ហាន់ពេលព្រឹកអីចឹងណាអញ្ចឹងក៏បងតារាគាត់រាវហើយចុះមកពីលើផ្ទះមកពេលហ្នឹងអត់បានបើកភ្លើងទេហើយគាត់ថាពេលដែលចុះមកដល់ក្រោមផ្ទះហ្នឹងពេលហ្នឹងគឺខែភ្លឺផងគាត់ក៏មើលទៅឃើញថាម៉ាក់គាត់ហ្នឹងកំពុងតែអង្គុយចောင်းហោងនៅក្រោមផ្ទះហ្នឹងបែរខ្នងមកដូចថាគាត់អង្គុយបែរទៅក្រោយផ្ទះអញ្ចឹងពេលដែលយើងចុះពីលើផ្ទះទៅឃើញគាត់បែរខ្នងហើយបងតារាទោះជាមិនឃើញមុខក៏ដោយក៏យើងស្គាល់ដែរម៉ាក់របស់យើងមែនទេគាត់ក៏គិតថាម៉ាក់គាត់អង្គុយទៅអីគេហ្នឹងនិយាយលូងងម្នាក់ឯងហ្នឹងមិនគាត់ក៏ដើរទៅសួរថាម៉ាក់ឯងទៅអីគេហ្នឹងហើយម៉ាក់បងតារាពេលហ្នឹងគាត់ឈប់លូហើយគាត់ក៏លេចមកមើលបងតារាហើយពេលហ្នឹងបងតារាគាត់គិតថាម៉ាក់គាត់ដេកមកមើលហើយគាត់រួនម៉ាក់គាត់ថាម៉ាក់ឯងធ្វើអីគេហើយម៉ាក់បងតារាហ្នឹងគាត់ក៏លេចមកមើលបងតារាហើយគាត់ធ្វើសឡឹងមើលលើមើលក្រោមមើលលើមើលក្រោមលក្ខណៈដូចអត់ស្គាល់យើងអញ្ចឹងហើយបងតារាគាត់ក៏រួនម៉ាក់គាត់ម្ដងទៀតរួនក៏ម៉ាក់គាត់ណាគាត់លក្ខណៈថាភ្ញាក់គាត់តារាហើយខ្លួនឯងចង់មកអីស្មានហ្នឹងបានបងតារាគាត់ក៏សួរម៉ាក់គាត់ទៅថាម៉ាក់ឯងហ្នឹងហើយដែលត្រូវតែសួរនេះចង់មកទៅអីស្មានហ្នឹងបានម៉ាក់គាត់ហ្នឹងគាត់ថាម៉ាក់ដេកមកមើលបន្ទាប់មកគាត់ក៏កិច្ចឡើងទៅលើផ្ទះបាត់ទៅទុកឲ្យបងតារានៅឈរឆ្ងល់ម្នាក់ឯងអញ្ចឹងណាហើយគាត់ក៏នឹកឃើញថាអេបើម៉ាក់គាត់មកមើលចាពេលគាត់រួនម៉ាក់គាត់ដំបូងហ្នឹងហេតុអីក៏ម៉ាក់គាត់មើលមកបងតារាដូចអត់ដែលស្គាល់ដូចមិនអញ្ចឹងបងប្អូនមែនទេតែដល់ពេលគាត់រួនម្ដងទៀតបានម៉ាក់គាត់ហ្នឹងភ្ញាក់អញ្ចឹងក៏មិនដឹងថាសួរមិនដែរម៉ាក់គាត់ឡើងទៅសម្រាលលើផ្ទះបាត់ហើយបងតារាបានត្រឹមតែឈរគិតម្នាក់ឯងហ្នឹងតែតិចលោម៉ាក់គាត់ហ្នឹងឆ្លងជំងឺស្អីដូចដែរឮម៉ាក់គាត់និយាយថាអាជំងឺដែលវែងវាន់ហ្នឹងឆ្លងតគ្នាប៉ុន្តែគាត់ជាក្មេងចំនួនថ្មីគាត់ថាវាមិនអាចទេជំងឺវែងហ្នឹងតើតែយើងចាស់ខ្លួនឯងយកអាយុច្រើនទៅបានវាកើតមិនត្រូវមកឆ្លងមើលថាជំងឺផ្ដាសាយហើយវាដូចមិនសមចុះក៏បងតារាចូលទៅបត់ជើងហើយយប់ហ្នឹងក៏ឡើងមកដេកមកហើយគាត់ថាលុះព្រឹកឡើងបងតារាគាត់ក៏សួរម៉ាក់គាត់សួរចឹងថាម៉ាក់គាត់ហ្នឹងចាំគាត់បានអត់សួររឿងអីគាត់និយាយមកវាយល់ការអត់ប៉ុន្តែគាត់ថាម៉ាក់គាត់ហ្នឹងធម្មតានិយាយរឿងអីក៏ដោយគាត់ដឹងគាត់យល់ទាំងអស់មិនមែនជាមនុស្សដែលគាត់ជំងឺវែងវាន់អីទេប៉ុន្តែគាត់មិនអស់ចិត្តគាត់ក៏ប្រាប់ម៉ាក់គាត់ថាម៉ាក់ឯងឡើងម៉ូតូមកខ្ញុំមកខ្ញុំដុបមកឯងទៅកន្លែងមួយហើយម៉ាក់គាត់ហ្នឹងអត់មានបានសួរថាដុបទៅកន្លែងណាកូនថាដុបទៅកន្លែងមួយក៏ឡើងម៉ូតូទៅជាមួយកូនទៅអ
Chẳng ngày nắng bông thera còn đục mạng mà quát tập bệt nạc hạt hay buồn lái có tình vậy cho mỗi bệt môn tha ôi chui ôi thân nam rung có chạ thân nam ấy các bạn này mà một con này mẹ là cả bẹp đi rồi chỉ chừng ngữ bệnh vốn chẳng nè chẳng có bệt phép tha cả rạ nó cứ chỉ cả rạ từ bông này chừng ngữ bệnh vốn á anh ấy vì chỉ được tu tơ thế mà đời cha tại đã cạn chẳng ngày chẳng có bệt cái ôi thân nam ôi mau liệp là biết mấy mà ngayประมาณđó chẳng nè cònปรับบองเทราปรับมอก็บองเทราก่อนดกหมาบก่อนนึงหมอบแต่เป็นหมาhai lúc bị bịt ngày từ một tiệt bong thera có tha ngày nắng còn coi lợp tè an sập hở còn coi nâng cái bài mọt bụi hai mạng bọc quát nửa bò sầm rám nâng còng tè dân có tha có cái bong thẻ an nắng sạp tè khơi về mau đau mà chốt nơi nâng một cái bọc bong thera bật tay bọc quát nó mới là bóng hay bật chết tiệt dân về mau nó có trâu mọt bàn thì bật tay có cờ lết mơ cho lan mơ mà trâu mà còng tè đã cả nè đôi rồi mơ trong chùm này nam này hay bong thẻ đá có thành trẻ sạp từ lưu mà con nó từ lệ bó pru bông bó tên nó từ lệ pru hay đá từ giấy cho môi nắng gì mà hay con giấy mơ tới đôi sớm mai này chứ sao hay có tha có sẽ mặt màn thì mình đang thầm mạng bỏ con hay đang gì mà nắng gì bị đường ấy thế nè người ta mơ tới đôi thời cái này gì cái này sao cho bà chẳng được hay gì cái này lòng du hay chỉ bay buôn này tí á ban gì mà nắng có đa trên đời hay mạng bỏ bong thẻ đá nắng có đa mọc tè bình màu bên đây có chụp mọc tè to đi đây có đa từng quấy lơ kề nừng một tè nắng còm làm nồi hay mạng bong thẻ đá nắng con mình quấy nghiêm quấy lên đội dương tu tới nè con quấy pen nền bắt đầu máu có đạn này trong pì một con nắng lơ chờ lại cái nào đôi mà đội dương tăng mà thị bên trái con mình vừa mục đôi tha ao trong môi của mơ từ một trăng thì cứ con ngơi từ lử đôi lại cái này dương mơ bạch fly chơi chẳng nè chúng có bong thẻ ra khơi chẳng à mà một con tơ cay với ca riêng rú con có chứng ngờ ta hế mà một con cá đấy bản con nó có cho cái lửa tẻ hãy đà từng ruồn mà một con ra thằng mày cá đây bản mạng bong thẻ ra nữa con có mơ múc bong thẻ ra hãy mơ liệu cái nào đôi chứng ngó là hãy có xu bong thẻ ra thà nhà kia hãy mấy bạn này cho một con nông tẻ anh ban trên con đánh bong thẻ ra trên nhá hãy bên nó bong thẻ ra có thằng tích mạng một con tất cả đại trong ngữ với bọn nó mỏi đó ngay đôi tha có lừng kháng đó thân lên score con ai nhá hay bọn thera về nó con có đa trên sân thôi có từng quay nên là nơi ở trong ngay chứ được hay phải chưa cả làm mà ông coi mó bằng cót mà chuột mạng một con bình hay bên nó có khơi tha mạng một con nó tập lập màu thầm mà nào vậy vậy cái này đang rương score bọn thera score ấy tụ từ đôi từ một dần hay có cái vô thân năm vô ấy oi mạng một con liệp từ đồng mấy cái môi trong ngư về bọn một con nó vừa can đặt ngôn đấy đó hay bằng thời có chập đàm cơ thể có thể ca vì ngay để con màu nước mình mạo và con ha mấy tha cùng áo tươi vậy ở sọ chỉ môi năng gì màu nó là ham lại khan phần tái hết thấy có quá tươi vậy nó diêm bao luôn ấy hay vậy lần chó vậy lần du dân ta về ai miền rừng ấy bẹ pon chỉ môi năng gì mà gọt ca đã đại mạo một quạt sọc sạp tại mong quên muốn lên con lên con ấy nắng với ai bẹ pon ấy chỉ môi năng gì mà gọt về nắng chập đàm cơ đó mà hay có tha bờ ngày na để mấy cái đào khăn rung môi của mấy miền plieng ấy chẳng gì mà vật bàn mọc tè cót cứ mẹ bà con nó thom mà đà bên trái bờ ngày na gì mà lấy tè cót mà về cho mỗi mẹ bà con đằng ta mẹ bỏ bòn thề ra nó lại chập đào về từ đây chập đào gì lên đằng ấy lên score cồn lên score trời thì đúng cứ akara đôi một đằng tính nhé hay bòn thề ra có thằng có ngào bể lộn mà đâu thằng ngày muối có trong từ akala đôi thà hàng lụa cà phê cái nông phốm chỉ thông một đai men chả còn mò phơi cà phê còn quay mưa tu lấy ốc pro này chẳng này chẳng phải chỉ dừng từ xua còn tới còn ảnh đắng chẳng một thời gian có tha về đã còn tại đó cái lại lụa cà phê nằng tình phê keo hình quay pro này lên cho mùa chả nó còn nông phốm nằng chẳng từ thì có prapia cả tha mà một con đó còn mà ngày nâng lên chập đau với mình đắng ấy hay con sốc nắng sạp tại ham nhom tha ọt ói dễ cho mùa nên gì mau cũng oi bẹ pon cho mùa gì mau chẳng có trong xu nè nó nông hang cà phê nữa ta miền đăng thay gì máu nó còn ca đây ót hay mấy bạn mạ bà con chết là ham chứ hay mạ bà con nó sốc ca đại chừng như chẳng sốc với côn với trao chẳng ta miền bẹ pon ấy cho mùa gì mau ót hay bạn về nó lư bông thề ra xuân chẳng
មនុស្សធ្លាប់តែនិយាយគ្នាជេរចាចអ៊ូអរពេញហាងកាហ្វេហ្នឹងក៏ស្រាប់តែស្ងាត់ម្នាក់ធ្លាក់ទឹកមុខចុះមកហើយក៏មានតាម្នាក់គាត់និយាយមកដូចថាអង្គុយឆ្ងាយពីបងតារាប៉ុន្តែគាត់ស្រែកមកគាត់ថាដែលថាម៉ាក់ឯងឈឺហ្នឹងមិនបាច់នាំទៅពេទ្យទេនាំម៉ាក់ឯងហ្នឹងទៅវត្តទៅលោកស្រោចទឹកទៅហើយបើរឿងយាយម៉ៅវិញមិនបាច់ចាំទៅពាក់ព័ន្ធអីជាមួយគាត់ទេឃើញគាត់មកដល់កិច្ចទៅហើយបងតារាគាត់ថាលឺសូរគាត់ប្រាប់មកអញ្ចឹងគាត់នៅតែឆ្ងល់ដដែលហ្នឹងមែនទេសួរដូចតែអត់សួរណាគាត់មិនដឹងថាយាយម៉ៅហ្នឹងកើតអីយាយម៉ៅហ្នឹងវាមិនមកហ្នឹងអញ្ចឹងក៏គាត់កាន់ថង់កាហ្វេរបស់គាត់ហ្នឹងហើយដើរចេញពីហ្នឹងមកហើយគាត់ដើរមកតាមផ្លូវហ្នឹងក៏ឃើញថានៅនឹងក្បែរផ្លូវនេះមានផ្ទះរបស់តាម្នាក់ឈ្មោះថាតាស៊ីហើយតាស៊ីជាមួយនឹងបងតារាហ្នឹងគឺបងតារាគាត់ស្និទ្ធស្នាលជាមួយនឹងតាស៊ីហ្នឹងតាំងតែពីយូរមកហើយអញ្ចឹងណាគឺថាកាលបងតារានៅក្មេងៗគាត់អាសាមកលេងជាមួយនឹងចៅតាស៊ីអញ្ចឹងក៏មកជួបតាស៊ីឲ្យញឹកញាប់ក៏ស្និទ្ធស្នាលអញ្ចឹងទៅហើយថ្ងៃហ្នឹងដើរកាត់ផ្ទះតាស៊ីល្មមបងតារាគាត់ក៏ឈៀងចូលទៅលេងអញ្ចឹងណាហើយចូលទៅដល់ហ្នឹងក៏សាពះជំរាបសួរតាមសុជីវធម៌អញ្ចឹងទៅហើយតាស៊ីគាត់ក៏សួរមកបងតារាថាអញ្ចឹងនិយាយអញ្ចឹងតាឮថាម៉ាក់ឯងឈឺមែនម៉ាក់ឯងឈឺហ្នឹងមិនចាំនាំទៅពេទ្យទេម៉ាក់ឯងអត់ជាទេនាំទៅរកលោកស្រោចទឹកវិញមិនជាតាស៊ីគាត់ថាអញ្ចឹងហើយបងតារាគាត់ក៏សួរទៅថាតាហើយមិនបានថាអញ្ចឹងហើយម៉ាក់ខ្ញុំហ្នឹងគាត់កើតជំងឺអីឲ្យពិតប្រាកដទេអញ្ចឹងបានតាស៊ីហ្នឹងគាត់ក៏ថាអញ្ចឹងម៉ាក់ឯងហ្នឹងមានបានទៅពាក់ព័ន្ធជាមួយនឹងមីម៉ៅមែនអត់មីម៉ៅហ្នឹងគឺយាយម៉ៅហ្នឹងប៉ុន្តែតាស៊ីហ្នឹងគាត់ដូចស្អប់ឬមួយក៏គាត់អាយុច្រើនជាងគាត់ហៅអញ្ចឹងហ្មងទៅគាត់ថាម៉ាក់របស់បងតារាហ្នឹងមានទៅពាក់ព័ន្ធអីជាមួយនឹងមីម៉ៅហ្នឹងអត់បានបងតារាគាត់ថាហ្នឹងហើយឃើញម៉ាក់របស់គាត់និយាយជាមួយនឹងយាយម៉ៅដល់រហូតហ្នឹងយាយម៉ៅមកលេងមកនិយាយជាមួយមកស្និទ្ធស្នាលអញ្ចឹងណាអញ្ចឹងគាត់តាស៊ីហ្នឹងគាត់ថាអញ្ចឹងមីម៉ៅហ្នឹងវាមិនមែនមនុស្សទេវាធ្មប់ប៉ុន្តែធ្មប់មីម៉ៅហ្នឹងវាមិនបានស៊ីគ្រឿងក្នុងដូចឯងធ្លាប់មើលក្នុងកុនទេធ្មប់វាហ្នឹងគឺវាស៊ីឈ្មោះហើយអាលឺកន្លែងហ្នឹងបងតារាគាត់កាំងហ្មងធ្មប់ស៊ីឈ្មោះមិនហើយតាស៊ីក៏ថាអញ្ចឹងនៅក្នុងភូមិហ្នឹងគ្មានអ្នកណាគេចង់លឺឈ្មោះគ្មានអ្នកណាគេចង់និយាយពីឈ្មោះមីម៉ៅហ្នឹងទេខ្លាចថានិយាយពីឈ្មោះវាហើយវាមករកហើយបងតារាគាត់ពេលហ្នឹងឆ្ងល់អញ្ចឹងណាមិនក៏មានអាធ្មប់ស៊ីឈ្មោះស៊ីអីមកពីណាទៀតគាត់មិនដែលលឺអញ្ចឹងណាហើយបងតារាគាត់ក៏សួរទៅតាស៊ីនឹងថាតាធ្មប់ស៊ីឈ្មោះមិនតាបានតាស៊ីនឹងគាត់ថាធ្មប់ហ្នឹងគឺវាព្យាយាមមកនិយាយជាមួយយើងហើយហៅឈ្មោះយើងហើយដល់ពេលយើងនិយាយជាមួយវាទៅមកវាក៏ចាប់ផ្ដើមស៊ីឈ្មោះយើងហើយពេលវាស៊ីឈ្មោះយើងអស់ហើយបានវាស៊ីការចងចាំរបស់យើងអញ្ចឹងបានម៉ាក់របស់បងតារាហ្នឹងភ្លេចថាខ្លួនឯងជាអ្នកណាគេភ្លេចថាបងតារាហ្នឹងជាកូនគាត់ភ្លេចគ្រប់យ៉ាងមកប៉ុន្តែពេលខ្លះគាត់ក៏ត្រឡប់មកចងចាំវិញម្ដងម្កាលអញ្ចឹងណាហើយវាមិនត្រឹមតែស៊ីឈ្មោះស៊ីការចងចាំរបស់យើងទេវាស៊ីទាំងគ្រឿងក្នុងយើងទៀតអញ្ចឹងគឺគ្រាន់តែថាប្លែកពីធ្មប់ទូទៅដោយសារតែវាស៊ីឈ្មោះហើយស៊ីការចងចាំហើយបានវាមកស៊ីគ្រឿងក្នុងយើងមែនទេបងប្អូនធ្មប់ធម្មតាគឺស៊ីតែគ្រឿងក្នុងហើយគឺយើងទៅមកអញ្ចឹងវាប្លែកកន្លែងហ្នឹងហើយបងតារាគាត់ថាថ្ងៃហ្នឹងគាត់ចង់ដឹងគាត់ក៏បញ្ចូលថ្មទូរស័ព្ទរបស់គាត់ឡើងពេញហើយពេលហ្នឹងគាត់ប្រើទូរស័ព្ទចិនគាត់បញ្ចូលថ្មពេញហើយគាត់លបចូលទៅក្នុងបន្ទប់ម៉ាក់របស់គាត់ហើយគាត់ចុចថតសលេងហើយដាក់ចោលនៅក្នុងថតតុម៉ាក់របស់គាត់អញ្ចឹងណាហើយគាត់ថាតទៅពេលព្រលឹមឡើងបានគាត់យកអាទូរស័ព្ទហ្នឹងមកវិញហើយចាក់គាត់ថតសលេងយុមិញនឹងស្ដាប់ទៅបានគាត់ថាអញ្ចឹងនៅក្នុងបន្ទប់ម៉ាក់របស់គាត់ហ្នឹងគឺឮសូរសលេងតុកែសលេងហ៊ីងសលេងកែបសលេងសត្វពេញបន្ទប់ប៉ុន្តែចម្លែកត្រង់ថាបងតារាហ្នឹងគាត់អត់ឮគឺឮតែក្នុងបន្ទប់ហ្នឹងហើយមួយទៀតគឺបងតារាឮសូរសំឡេងម៉ាក់របស់គាត់និយាយទិញឈ្មោះគេគាត់ថាយាយសំអាខេនអាទិត្យយាយសំអាខេនអាទិត្យហើយដឹងមិនឈ្មោះ3នាក់ហ្នឹងគឺសិតតែអ្នកដែលកើតជំងឺវែងវាន់នៅក្នុងភូមិគាត់និយាយរួមគឺអាការៈស្តៀងទៅនឹងម៉ាក់របស់បងតារាហ្នឹងឯងហើយក្នុងចំណោមមនុស្ស3នាក់ហ្នឹងមានម្នាក់ទើបតែស្លាប់ថ្មីហ្នឹងហើយអញ្ចឹងគឺបងតារាចាប់ផ្ដើមកាន់តែឆ្ងល់កាន់តែភ័យណាតែម៉ាក់របស់គាត់កើតអីឬមួយក៏ម៉ាក់របស់គាត់មានពាក់ព័ន្ធអីជាមួយនឹងយាយម៉ៅតិចទៅទទួលដូចថាគេដំណើរពីយាយម៉ៅណាឆ្លងធ្មប់អីអញ្ចឹងណាចិត្តតែគិតចិត្តតែភ័យអញ្ចឹងទៅតែអត់ទាន់ដឹងច្បាស់ថាមិនឲ្យប្រកាសទេគាត់ថាឮម៉ាក់របស់គាត់ទិញឈ្មោះអ្នកភូមិដែលកើតជំងឺដូចគាត់ហ្នឹងគាត់ចាប់ផ្ដើមភ័យបដ ாய் ហើយបងតារាគាត់ថាយប់ក្រោយមកទៀតគាត់អត់បានយកទូរស័ព្ទទៅថតសលេងម៉ាក់របស់គាត់ទៀតទេ
ប៉ុន្តែគាត់ក៏នៅតែដេកនៅក្នុងបន្ទប់របស់គាត់អញ្ចឹងណាហើយគាត់ថាយប់បន្ទាប់មកហ្នឹងគាត់ឮសូរសលេងម៉ាក់របស់គាត់ហ្នឹងនិយាយទៀតហើយប៉ុន្តែអត់ដឹងថានិយាយពីអីនិយាយភាសាអីណាឮសូរល្អូងងហ្នឹងអញ្ចឹងក៏បងធារាគាត់ដើរទៅមើលម៉ាក់របស់គាត់គាត់បើហើបទ្វារមើលអញ្ចឹងទៅក៏បងធារាឃើញថាម៉ាក់របស់គាត់ហ្នឹងគាត់ដេកស្ដោកជើងត្រង់ហើយដៃរបស់គាត់ហ្នឹងដាក់លើទ្រូងដូចមនុស្សដេកស្លាប់អញ្ចឹងណាប៉ុន្តែគាត់អត់មានបានបិទភ្នែកទេគាត់ដេកបើកភ្នែកប៉ុណ្ណាណីហើយគាត់មើលទៅពីដានហ្នឹងហើយគាត់សូត្រស្អីមិនដឹងទេនៅមាត់របស់គាត់ហ្នឹងល្អូក៏បងធារាគាត់គិតថាប្រហែលជាម៉ាក់របស់គាត់ហ្នឹងវែងមាត់អីទៀតហើយគាត់ក៏ដើរទៅរួតដៃម៉ាក់របស់គាត់ដោយថាឲ្យភ្ញាក់មកអញ្ចឹងទៅប៉ុន្តែបងប្អូនដឹងថាមិនទេគាត់តែបងធារាគាត់ចាប់ដៃម៉ាក់របស់គាត់ហើយរួនហ្នឹងណាម៉ាក់របស់គាត់ហ្នឹងក៏ងាកមកមើលមុខបងធារាវឹបហើយគាត់បើកភ្នែកឡើងប៉ុណ្ណាណីដូចថាបើកមកអស់ហ្មងណាហើយគាត់ស្រែកថាមីបុផាហើយបងប្អូនចាំឈ្មោះហ្នឹងឈ្មោះបុផាហ្នឹងគឺជាដើមហេតុនៅក្នុងរឿងហ្នឹងហ្មងដោយបងធារាគាត់អត់ដឹងទេថាឈ្មោះបុផាហ្នឹងជាណាគេហើយហេតុអីក៏ម៉ាក់របស់គាត់ហ្នឹងសឡឹងមុខគាត់ឲ្យហៅឈ្មោះបុផាហ្នឹងហើយបងធារាគាត់ថាពេលហ្នឹងខ្លាចមុខម៉ាក់របស់គាត់ផងអីផងគាត់ក៏ស្ទុះចេញពីបន្ទប់ម៉ាក់របស់គាត់ទៅបិទទ្វារបិទអីស្រួលបួលណាហើយគាត់ចូលទៅដេកនៅក្នុងបន្ទប់វិញទៅបិទទ្វារចាក់កលឹះហើយពេលហ្នឹងគាត់ថាគាត់បារម្ភពីម៉ាក់របស់គាត់ហ្នឹងបារម្ភហើយប៉ុន្តែគាត់ខ្លាចជាបារម្ភហ្នឹងទៀតណាខ្លាចម៉ាក់របស់គាត់នឹងច្បាច់កឬមួយក៏ខំគាត់ដូចខ្មោចឆៅវិញមិនវីវមែនទេអញ្ចឹងក៏សង្ងំនៅក្នុងបន្ទប់ខ្លួនឯងទៅរហូតដល់ភ្លឺហើយភ្លឺឡើងបងធារាហ្នឹងក៏សាកសួរតម៉ែគាត់ថាម៉ែចុះដែរឈ្មោះបុប្ផាហ្នឹងណាគេខ្ញុំលឺម៉ែហៅយប់មិញណាប៉ុន្តែម៉ាក់របស់គាត់ថាគាត់អត់ដឹងទេគាត់អត់ដែលស្គាល់ដែរឈ្មោះបុប្ផាហ្នឹងគាត់មិនដែលឮដែរហើយទៅពេលបងធារាឮម៉ាក់របស់គាត់ថាអញ្ចឹងគាត់ក៏អូខេប្រហែលជាម៉ាក់របស់គាត់អត់ស្គាល់មែនឬមួយក៏គាត់ស្គាល់ដែរប៉ុន្តែគាត់ខ្ជិលប្រាប់គាត់អត់ដឹងទេអញ្ចឹងក៏បងធារាហ្នឹងធ្វើដំណើរទៅកន្លែងហាងកាហ្វេដែលគាត់ទៅកាលពីថ្ងៃមុនហ្នឹងបំណងរបស់គាត់ហ្នឹងទៅផឹកកាហ្វេហើយមួយទៀតចង់សួរលេងៗអញ្ចឹងណាគេលោគេស្គាល់បុប្ផាហ្នឹងហើយចង់ដឹងពីប្រវត្តិឈ្មោះបុប្ផាហ្នឹងថាជានរណាគេហើយសាមទៅពេលទៅដល់កន្លែងលក់កាហ្វេហ្នឹងបងសុខាគាត់ក៏ហៅកាហ្វេឲ្យមកអង្គុយផឹកពីទូទៅបានគាត់ចាប់ផ្ដើមសួរទៀតគាត់ថាពូហើយអ្នកនរហ្នឹងមាននរណាគេស្គាល់ឈ្មោះបុប្ផាអត់នៅក្នុងភូមិយើងមានឈ្មោះហ្នឹងអត់ហើយគ្រប់គ្នាគេគវីក្បាលគ្រប់គ្នាគេថាគេអត់ស្គាល់ទេគេនៅក្នុងភូមិហ្នឹងតាំងពីណាពីណីមកមិនដែលឮឈ្មោះបុប្ផាអីទេអញ្ចឹងក៏បងធារាអូខេអត់ស្គាល់ក៏តាមហ្នឹងទៅហើយបន្ទាប់មកគាត់ក៏ដើរត្រឡប់មកផ្ទះវិញមកហើយដូចមុនអញ្ចឹងផ្លូវមកផ្ទះរបស់គាត់ហ្នឹងទៅដើរតាមផ្ទះរបស់តាស៊ីដែលបងធារាចំណាំតែចូលលេងកាលពីមុនអញ្ចឹងក៏ឃើញថាតាស៊ីហ្នឹងគាត់កំពុងតែអង្គុយជក់បរិយស្លឹកសកែនៅក្រោមផ្ទះគាត់អង្គុយយងរឿងលេងអញ្ចឹងទៅហើយពេលហ្នឹងបងធារាគាត់ក៏ចូលលេងតាស៊ីទៅដូចថាទៅដើរកាត់ហើយក៏ចូលលេងអញ្ចឹងណាហើយជ្រៀតសួរឈ្មោះបុប្ផាហ្នឹងផងឃើញលោតាស៊ីហ្នឹងក៏ស្គាល់ហើយទៅដល់ពេលបងធារាគាត់ទៅនិយាយពីពីម៉ាន់មកក៏គាត់សួរថាតានៅក្នុងភូមិរបស់យើងហ្នឹងមាននរណាគេឈ្មោះបុប្ផាអត់ហើយបងប្អូននឹងថាម៉េចទេតាស៊ីគាត់រៀងភ្ញាក់ផ្អើលហើយគាត់ក៏ថាអញ្ចេះបុប្ផាហ្នឹងឈ្មោះហ្នឹងគឺមានមែននៅក្នុងភូមិយើងប៉ុន្តែគាត់សួរមកបងធារានេះថាទៅបានឈ្មោះហ្នឹងមកពីណាទៅឮមកពីណាបានបងធារាគាត់ក៏ប្រាប់តាមហ្នឹងទៅគាត់ថាឮម៉ាក់របស់គាត់ដេកមកមើលកាលពីយប់មិញហ្នឹងហើយនិយាយហៅឈ្មោះបុប្ផាចាប់ដៃគាត់ឲ្យហៅឈ្មោះបុប្ផាអញ្ចឹងណាតាស៊ីពេលហ្នឹងគាត់ក៏ប្រាប់មកថាអញ្ចេះឈ្មោះបុប្ផាហ្នឹងគឺជាឈ្មោះរបស់យាយម៉ៅនឹងឯងគាត់ថាឥឡូវហ្នឹងគាត់បដូរឈ្មោះគឺពីមុនមកយាយម៉ៅហ្នឹងឈ្មោះថាបុប្ផាទេប៉ុន្តែចាប់តាំងពីពេលដែលយាយម៉ៅហ្នឹងចាប់ផ្ដើមដូចស្មារតីលេងនឹងណូដូចមុនចាប់ផ្ដើមនិយាយលេងដឹងអីដើរតាមខ្នល់រើសនេះរើសនោះនិយាយខ្លីគឺគាត់ឈួតហ្នឹងណាគាត់ក៏បដូរឈ្មោះទៅជាយាយម៉ៅហ្មងទៅមិនដឹងតែគាត់ប្រាប់គេកុំឲ្យហៅថាឈ្មោះបុប្ផាហ្នឹងឬមួយក៏គេហៅឈ្មោះរបស់គាត់នឹងពីណាមកណាប៉ុន្តែតាស៊ីគាត់ថាគឺគេហៅគាត់ថាយាយម៉ៅទេតាំងពីកាលហ្នឹងមកហើយក៏ពេលហ្នឹងបងធារាគាត់ដឹងណាថាអូតាមពិតបុប្ផាហ្នឹងយាយម៉ៅទេអីគាត់ថាហ្នឹងវាជាឈ្មោះចាស់របស់គាត់ហើយបងធារាគាត់ក៏មកផ្ទះឲ្យមើលថែម៉ាក់របស់គាត់តាមធម្មតាអញ្ចឹងទៅឲ្យលេបថ្នាំនេះអីតែគាត់ថាពេលហ្នឹងម៉ាក់របស់គាត់នឹងនៅដើររួចនៅនិយាយបាននៅដាប់បាយនៅធ្វើម្ហូបអីបានពេលដែលអត់មានយាយម៉ៅមកលេងណាហើយបងធារាគាត់ថាមិនយូរប្រហែលទេមួយរយៈពេលខ្លីក្រោយមកក៏ម៉ាក់របស់គាត់នឹងចាប់ផ្ដើមធ្លាក់ខ្លួនឈឺមានជំងឺផ្សេងកើតមកទៀតគាត់ក្អកផង
គាត់ដើរអត់រួចផងគាត់ឈឺដៃឈឺជើងយីរួមគឺជំងឺច្រើនណាហើយគាត់ក៏បញ្ជូនម៉ាក់របស់គាត់ហ្នឹងទៅពេទ្យទៅហើយពេលទៅដល់ពេទ្យហ្នឹងណាពេទ្យគេបានប្រាប់ថាសម្ពាធឈាមម៉ាក់របស់បងធីរ៉ាហ្នឹងធ្លាក់ចុះមែនទែនបើសិនជាបងធីរ៉ាយឺតពេលជាងហ្នឹងតែបន្តិចទេដឹងតែហួសពេលហ្មងអញ្ចឹងពេទ្យគាត់ក៏ដាក់សេរ៉ូមដាក់ថ្នាំអីតាមជំងឺរបស់ម៉ាក់របស់គាត់ចឹងទៅប៉ុន្តែបងធីរ៉ាក៏ថាពេលដែលយកមកដល់ពេទ្យហ្នឹងអាការៈម៉ាក់របស់គាត់ហ្នឹងអត់មានធូរទេកាន់តែដុនដាបទៅហើយបងធីរ៉ាក៏ថាពី3ថ្ងៃពេលដែលនៅពេទ្យហ្នឹងគាត់ពិបាកចិត្តមែនទែនគាត់អាណិតម៉ាក់របស់គាត់មែនទែនណាហើយរហូតមកដល់ថ្ងៃទី3បងធីរ៉ាហ្នឹងគាត់ក៏មកកាន់ដៃម៉ាក់របស់គាត់ដែរហើយគាត់នឹកឃើញទៅដល់ពេលដែលគាត់ទៅតាមម្លេងផ្ទះនេះថ្មីហ្នឹងទេគាត់ថាម៉ាក់របស់គាត់មើលទៅមាំមួនល្អណាស់ហើយអីគាត់ឥឡូវហ្នឹងធ្លាក់ខ្លួនឈឺដល់ថ្នាក់ហ្នឹងដល់ថ្នាក់ដើរមិនរួចដល់ថ្នាក់លេងដឹងខ្លួនអីចឹងណាហើយអំឡុងពេលដែលបងធីរ៉ាគាត់ចាប់ដៃម៉ាក់របស់គាត់មើលម៉ាក់របស់គាត់ហ្នឹងស្រាប់តែម៉ាក់របស់គាត់ហ្នឹងបើកភ្នែកហើយមើលមកបងធីរ៉ាហើយគាត់ស្រែកថាមីបុផាហើយបន្ទាប់ពីគាត់ស្រែកបានប៉ុណ្ណឹងហើយស្រាប់តែម៉ាក់បងធីរ៉ាហ្នឹងគាត់ដកសកាមន់លក្ខណៈទៅបន្ទាប់មកស្រាប់តែអាសលេងចង្វាក់បេះដូងដែលគេវាស់ហ្នឹងវាសូទឺរៀងវែងចឹងហើយក៏ម៉ាក់មកគាត់ហ្នឹងផុតទៅហ្មងហើយពេលហ្នឹងពេទ្យគេបញ្ញាប់ចូលមកជួយធ្វើចង្វាក់បេះដូងអីដែរណាប៉ុន្តែពេទ្យហ្នឹងគេបានប្រាប់ថាម៉ាក់របស់គាត់ហ្នឹងផុតបាត់ហើយជួយលែងតណាចឹងគឺពេលហ្នឹងបងធីរ៉ាគាត់រន្ធត់មែនទែនមិននឹកស្មានថាវាលឿនដល់ថ្នាក់ហ្នឹងពេកណាព្រោះថាម៉ាក់របស់គាត់ពីដំបូងឡើយគ្មានឈឺអីសោះហ្មងហើយក្រោយមកទៀតហ្នឹងក៏ឈឺតិចតួចអីដូចថាឈឺជើងឈឺដៃអញ្ចឹងទៅក្អកប៉ុន្តែតទៅពេលយកមកដល់ពេទ្យហ្នឹងកាន់តែធ្ងន់ទៅហើយតទៅពេលមកដល់ចុងក្រោយហ្នឹងម៉ាក់របស់គាត់មុននឹងគាត់ដាច់ខ្យល់ទៅគាត់ឆ្លៀតនិយាយថាមីបុផាហើយបានគាត់ដាច់ខ្យល់អញ្ចឹងតើយាយម៉ៅហ្នឹងពាក់ព័ន្ធអីជាមួយនឹងម្ដាយរបស់គាត់ព្រោះថាយាយម៉ៅឈ្មោះដើមរបស់គាត់បុផាខ្ញុំប្រហែលជាម៉ាក់របស់បងធីរ៉ាព្យាយាមប្រាប់អីមួយប៉ុន្តែគាត់ប្រាប់វាមិនបានណាបានត្រឹមតែនិយាយឈ្មោះមីបុផាអញ្ចឹងហើយក៏បងធីរ៉ាបានត្រឹមតែឆ្ងល់អញ្ចឹងណាប៉ុន្តែពេលហ្នឹងឆ្ងល់នឹងតែបន្តិចទេតែគាត់ពិបាកចិត្តជាងព្រោះថាម៉ាក់របស់គាត់ម៉ាក់ស្លាប់ណាអញ្ចឹងក៏បងធីរ៉ាយកសពម៉ាក់របស់គាត់នឹងទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណីអញ្ចឹងទៅហើយបន្ទាប់ពីធ្វើបុណ្យរៀបចំសពគ្រប់អស់ហើយបានបងធីរ៉ាហ្នឹងគាត់ធ្វើដំណើរត្រឡប់ទៅរៀនភ្នំពេញវិញហើយគាត់តាំងចិត្តថាគាត់នឹងមិនត្រឡប់មករកផ្ទះរបស់គាត់នឹងវិញទៀតទេព្រោះថាគាត់មិនចង់មកឃើញដូចថានឹកដល់អនុស្សាវរីយ៍ពីមុនធ្លាប់ឃើញម៉ាក់របស់គាត់ធ្វើនេះធ្វើនោះឲ្យគាត់ញ៉ាំនៅជាមួយម៉ាក់មានក្តីសុខអីចឹងណាគាត់អត់ចង់មកឲ្យនឹកឃើញអារឿងរ៉ាវទាំងអស់ហ្នឹងទេអញ្ចឹងក៏បងធីរ៉ានេះគាត់ថាបន្ទាប់ពីគាត់មកដល់ភ្នំពេញវិញបាន1ឆ្នាំគាត់ត្រូវត្រឡប់ទៅផ្ទះចាស់របស់គាត់នឹងវិញដោយសារតែអញ្ចេះគឺខាងឃុំខាងអីហ្នឹងគេហៅព្រោះថាត្រូវធ្វើបណ្ដាំមរតកទៅផ្ទេផ្ទះដីធ្លីស្រែចម្ការអីហ្នឹងឲ្យមកបងធីរ៉ាព្រោះថាគ្រួសាររបស់គាត់ហ្នឹងមានតែបងធីរ៉ាម្នាក់ទេកូនតូលណាអញ្ចឹងក៏បងធីរ៉ាគាត់មកហើយចាប់ផ្ដើមរៀបចំធ្វើឯកសារតាមហ្នឹងទៅគាត់ថាបន្ទាប់ពីធ្វើឯកសារហើយថ្ងៃហ្នឹងគាត់ក៏នឹកឃើញថាអញ្ចេះគាត់ចង់យកអត្រានុកូលដ្ឋានរបស់គាត់ហ្នឹងសម្បត្តិកំណើតហ្នឹងយកទៅសាលាស្រុកដើម្បីទៅបញ្ជាក់បងប្អូនឃើញអាហ្នឹងគឺគេដូចយើងយកទៅ copy អញ្ចឹងប៉ុន្តែមិនមែន copy ទេគេបញ្ជាក់ឲ្យគេបោះត្រាគេសញ្ញាអញ្ចឹងទៅដូចយើងបំបែកពីសម្បត្តិកំណើតមួយទៅជា7 8អញ្ចឹងស្រួលយើងប្រើការអញ្ចឹងគាត់ថាពេលគាត់ទៅដល់សាលាស្រុកហើយឲ្យខាងមន្ត្រីគាត់រៀបចំcopy អត្រាកូលដ្ឋានរបស់គាត់ហ្នឹងគាត់ក៏នឹកឃើញទៅដល់យាយម៉ៅដែលបដូរឈ្មោះមកពីយាយបុផាហ្នឹងគាត់ចង់ដឹងថាអញ្ចេះតើនៅក្នុងភូមិស្រុករបស់គាត់ហ្នឹងមានឈ្មោះបុផាហ្នឹងមែនអត់ហើយបើមានតើយាយនឹងឈ្មោះមិនឈ្មោះតកូលអីបែបណាហើយគាត់នៅរស់អត់ឥឡូវហ្នឹងហើយបើស្លាប់ដោយសារតែអីចឹងណាគាត់ក៏សួរទៅខាងមន្ត្រីហ្នឹងគាត់ថាគាត់នៅភូមិនេះហើយឲ្យខាងមន្ត្រីហ្នឹងជួយឆែកបន្តិចថាមានឈ្មោះបុផាអត់នៅក្នុងភូមិគាត់ហ្នឹងហើយខាងមន្ត្រីហ្នឹងក៏ឆែកតាមអីដែលបងធីរ៉ាគាត់សុំទៅណាហើយគេឆែកបានមកសន្ទុះទៅគេប្រាប់មកថានៅក្នុងភូមិហ្នឹងមានឈ្មោះបុផាម្នាក់គាត់គឺជាលោកយាយអាយុ60ឆ្នាំជាងអញ្ចឹងទៅប៉ុន្តែគឺមកដល់ឥឡូវនេះយាយបុផាហ្នឹងគាត់ស្លាប់បាត់ហើយពេលហ្នឹងគឺបងធីរ៉ាគាត់អត់មានឆ្ងល់ទេណាហើយជាយាយបុផាហ្នឹងស្លាប់ក្រោយម៉ាក់មកគាត់អីចឹងទៅគាត់ស្លាប់ដោយសារតែគាត់
មានជំងឺឬមួយក៏អីម្យ៉ាងប៉ុន្តែអីដែលខាងមន្ត្រីនឹងប្រាប់មកធ្វើឲ្យបងធារាហ្នឹងគាត់គាំងមកគឺខាងមន្ត្រីហ្នឹងគេប្រាប់ថាឈ្មោះបុប្ផាហ្នឹងស្លាប់តាំងតែពីឆ្នាំ2011ម្លេះអញ្ចឹងមានន័យថាម៉េចគឺពេលដែលរឿងហ្នឹងកើតឡើងគឺវាកើតឡើងនៅក្នុងឆ្នាំ2013ឃើញថាយាយម៉ៅយាយអីហ្នឹងគាត់ដើរមកកវ៉ែលហើយកើតរឿងអីចម្លែកអញ្ចឹងណាប៉ុន្តែមន្ត្រីហ្នឹងប្រាប់ថាយាយម៉ៅហ្នឹងគឺស្លាប់តាំងតែពីឆ្នាំ2011អញ្ចឹងគឺអា2ឆ្នាំក្រោយមកហ្នឹងដែលគាត់ឃើញមានយាយម៉ៅដើរទៅដើរមកមិននិយាយលេងជាមួយម៉ាក់គាត់ហ្នឹងជាខ្មោចយាយម៉ៅឬមួយក៏មិនឬមួយក៏គាត់ចូលក្នុងខ្លួនអ្នកផ្សេងទេប៉ុន្តែគាត់ប្រែកាឡាឲ្យឃើញខ្លួនគាត់អញ្ចឹងណានេះយើងមិនដឹងទេចេះតែស្មានទៅប៉ុន្តែបងធារាគាត់ថាអង្ការឆ្នាំ2013គាត់ទៅលេងផ្ទះហើយកើតរឿងហ្នឹងគឺគាត់ឃើញយាយម៉ៅហ្នឹងមកលេងផ្ទះគាត់មកនិយាយជាមួយម៉ាក់គាត់សឹងថារងថ្ងៃហើយឥឡូវនេះខាងមន្ត្រីគេប្រាប់មកថាយាយម៉ៅស្លាប់តាំងតែពីឆ្នាំ2011ចុះ2ឆ្នាំក្រោយមកដែលបងធារាគាត់ឃើញហ្នឹងឃើញស្អីវិញខ្មោចយាយម៉ៅមែនឬមួយក៏ស្អីគេហើយបងធារាគាត់ថាក្រោយពេលដែលគាត់ធ្វើกระดาษស្អីនឹងផ្ទេឈ្មោះផ្ទេអីហើយបានតែមួយរយៈពេលខ្លីទេគាត់ក៏សម្រេចចិត្តលក់ផ្ទះលក់ដីស្រែលក់ដីភូមិចោលទាំងអស់យរួមគឺគេអកម៉ាក់បគាត់ដែលនៅក្នុងភូមិហ្នឹងគាត់លក់ចោលហ្មងហើយគាត់យកលុយដែលបានពីការលក់ដីលក់ស្រែទៅប្រមាណហ្នឹងយកទៅចាប់ផ្ដើមជីវិតថ្មីទៅបើករស់ស៊ីនៅពេញអញ្ចឹងទៅហើយគាត់ថាចាប់តាំងពីពេលហ្នឹងមករហូតមកដល់ឥឡូវហ្នឹងគាត់អត់ដែលមកលេងកន្លែងហ្នឹងទេហើយបើគាត់ចង់មកលេងក៏មិនដឹងថាមកលេងអ្នកណាដែរព្រោះថាគាត់មានតែម៉ាក់របស់គាត់មួយទេពេលហ្នឹងហើយតទៅពេលក្រោយមកហ្នឹងម៉ាក់របស់គាត់ស្លាប់បាត់ហើយហ្នឹងអញ្ចឹងគ្មានអីទៅមកលេងទៀតទេហើយដីស្រែដីភូមិអីលក់ឲ្យគេបាត់ហើយហ្នឹងអញ្ចឹងគាត់ថាចាប់តាំងពីពេលហ្នឹងមកគាត់នៅពេញរហូតហើយគាត់មិនដែលភ្លេចទេហេតុការណ៍ដែលបានកើតឡើងនៅពេលហ្នឹងណាហើយគាត់នៅតែនឹកនៅថាស្ដាយម៉ាក់របស់គាត់ថ្ងៃហ្នឹងបើម៉ាក់របស់គាត់មិនបានទៅពាក់ព័ន្ធអីជាមួយនឹងយាយម៉ៅហ្នឹងទេយាយម៉ៅដែលបដូរឈ្មោះពីយាយបុប្ផាហ្នឹងណាអញ្ចឹងគាត់ថាបើសិនជាម៉ាក់របស់គាត់មិនបានទៅពាក់ព័ន្ធអីជាមួយនឹងយាយម៉ៅហ្នឹងប្រហែលជាមកដល់ពេលហ្នឹងម៉ាក់របស់គាត់ក៏មិនតន់ទៅណាដែរព្រោះថាអង្គការម៉ាក់ដែលគាត់ស្លាប់ហ្នឹងគាត់ទៅតែមានអាយុ60ឆ្នាំហ្នឹងអញ្ចឹងមនុស្សដែលអាយុ60ឆ្នាំមិនជាចាស់អីពេកទេមែនទេបងប្អូនហើយគាត់នៅមួនសឹងអីហ្នឹងប៉ុន្តែប្រហែលជាគាត់បានទៅពាក់ព័ន្ធអីជាមួយនឹងយាយម៉ៅហ្នឹងហើយយាយម៉ៅហ្នឹងក៏ផ្ទេស្នងតំណែងពីគាត់ហ្មងទៅឲ្យខ្មោចឲ្យអីចូលមកស៊ីក្នុងគ្រឿងក្នុងម៉ាក់របស់បងធារាហ្នឹងហ្មងអូខ្ញុំនិយាយហ្នឹងម្លងកន្លែងមួយបងធារាគាត់ថាពេលនោះម៉ាក់របស់គាត់ហ្នឹងគឺសុបាយចាប់ដើមស្ងួតហើយជ្រួញដូចមនុស្សអាយុ90ឆ្នាំអញ្ចឹងហើយខ្លួនរបស់គាត់ហ្នឹងចាប់ផ្ដើមមានក្លិនមានអីមកទៀតទាំងដែលមិនទាន់ស្លាប់ផងហ្នឹងនៅមានដង្ហើមទេប៉ុន្តែខ្លួនរបស់គាត់ហ្នឹងស្អុយហើយបងធារាគាត់ថាក្រោយពេលដែលគាត់ចាប់ដៃម៉ាក់របស់គាត់ហើយម៉ាក់របស់គាត់បើកភ្នែកហើយខ្សែឈ្មោះមីបុប្ផាមួយម៉ាត់ហើយផុតទៅដោយអញ្ចឹងគឺគាត់ចង់ប្រាប់អីហើយប៉ុន្តែប្រាប់មិនបានគាត់ដាច់ខ្យល់ទៅហើយបងប្អូនដែលឮរឿងអាបស៊ីឈ្មោះអញ្ចឹងអត់សម្រាប់ខ្ញុំអត់ដែលឮសោះបើបងប្អូនណាធ្លាប់ឮឬមួយក៏មានចំណេះដឹងអីទៅខាងរឿងបែបហ្នឹងអីចាំជួយខមមិនប្រាប់ខ្ញុំផងណាក៏ដូចជាប្រាប់បងប្អូនយើងផ្សេងទៀតដែលគាត់មានចម្ងល់ព្រោះថាខ្ញុំក៏អត់ដែលឮដែរធ្មប់ស៊ីឈ្មោះធ្លាប់ទៅឮធ្មប់ស៊ីគ្រឿងក្នុងធ្មប់ស៊ីសំណែនណាតែលេងធ្មប់យាយម៉ៅនេះគាត់ស៊ីឈ្មោះដំបូងឡើយស៊ីឈ្មោះបន្ទាប់មកស៊ីការចងចាំឲ្យយើងភ្លេចកូនភ្លេចប្រពន្ធភ្លេចប្តីភ្លេចទាំងខ្លួនឯងទៀតអត់ដឹងថាខ្លួនឯងណាគេទេហើយបន្ទាប់ពីស៊ីខ្ទេចខ្ទីអស់ហើយបានមកស៊ីគ្រឿងក្នុងតាមក្រោយទៀតអាហ្នឹងគឺជាធ្មប់របស់យាយម៉ៅអញ្ចឹងមកបងប្អូនធ្លាប់ឮធ្លាប់ឃើញធ្លាប់ដឹងអីចាំជួយខមមិនផងណាទាំងអស់គ្នាអញ្ចឹងសាច់រឿងមួយនេះមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅរឿងនិទានខ្មោចផ្សេងទៀតសម្រាប់ថ្ងៃនេះសូមអរគុណជំរាបលាបងប្អូនប្រិយមិត្តទាំងអស់គ្នា